ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះលោកគ្រូសំអូនមានវីដេអូមួយទៀតស្ដីអំពីវិធីរើសសំណាកស្រាវជ្រាវអញ្ចឹងវិធីរើសសំណាកស្រាវជ្រាវគឺចែកចេញជាពីរធំទីមួយហៅថាវិធីរើសសំណាកចៃដន្យហើយមួយទៀតហៅថាវិធីរើសសំណាកមិនចៃដន្យអញ្ចឹងសម្រាប់ភាសាអង់គ្លេសហៅថា probability និង non probability អញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូសំអូននឹងបង្ហាញតាក់ទងជាមួយនឹងវិធីរើសសំណាកចៃដន្យអញ្ចឹងសួរថាតើអ្វីទៅជាវិធីរើសសំណាកចៃដន្យអញ្ចឹងនៅពេលដែលគេនិយាយវិធីរើសសំណាកចៃដន្យហ្នឹងគឺទី1លោកគ្រូត្រូវដឹងថាក្រុមគោលដៅឬក៏ជាស្ថិតិដែលលោកគ្រូប្រមូលទិន្នន័យលោកគ្រូមានបញ្ជីឬក៏លោកគ្រូស្គាល់ថាចំនួនហ្នឹងវាមានប្រមាណហើយវានៅកន្លែងណាមានថាលោកគ្រូមានទិន្នន័យអាចគ្រប់គ្រងបានទើបលោកគ្រូអាចប្រើវិធីនេះបានហើយទី2នៅពេលដែលលោកគ្រូទៅរើសសំណាកហ្នឹងមានថាក្រុមគោលដៅហ្នឹងគឺគាត់មានឱកាសស្មើគ្នាដែលត្រូវបានលោកគ្រូជ្រើសរើសដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវហើយទី3នោះនៅពេលដែលយើងប្រមូលទិន្នន័យហើយលទ្ធផលហ្នឹងគឺវាអាចត្រូវបានប្រើប្រាស់មានលក្ខណៈទូលំទូលាយប៉ុន្តែចំណុចពិសេសមួយទៀតដែលលោកគ្រូចង់ចាំថានៅពេលណាគេប្រើវិធីរើសសំណាកចៃដន្យអញ្ចឹងវិធីរើសសំណាកចៃដន្យហ្នឹងគឺប្រើនៅក្នុងគោលវិធីបរិមាណវិស័យមូលហេតុត្រង់ថានៅពេលដែលយើងសិក្សាអំពីគោលវិធីបរិមាណវិស័យគឺចំនួនប្រជាស្ថិតិឬក្រុមគោលដៅដែលចូលរួមមានចំនួនច្រើនអញ្ចឹងកាលណាមានចំនួនច្រើនគឺយើងរើសដោយចៃដន្យទៅបានអមថាឥឡូវអ្នកចូលរួមមាន100 200 300អ្នកឧទាហរណ៍អញ្ចឹងទៅអញ្ចឹងគ្រាន់តែយើងមានបញ្ជីឈ្មោះថាអ្នកមានអ្នកចូលរួមមានចំនួន100អ្នក200អ្នកអញ្ចឹងពេលមានបញ្ជីឈ្មោះឬក៏មានចំនួនដែលយើងអាចស្គាល់បានមកពេលហ្នឹងយើងកំណត់ sample មកហើយនៅពេលដែលយើងបានសំណាក់ហ្នឹងហើយនៅពេលដែលគ្រូរើសនោះមានថាពេលហ្នឹងលោកគ្រូនឹងប្រើវិធីផ្សេងពីព្រោះនៅក្នុងវិធីរើសសំណាក់ដែលចៃដន្យវាមានវិធីសម្រាប់រើសផ្សេង4សំខាន់មើលដល់គ្នាណាវិធីទី1ហៅថាវិធីសាមញ្ញវិធីទី2ហៅថាវិធីប្រព័ន្ធមានថា systematic ហើយវិធីទី3ហៅថាកម្រងយើងហៅថា cluster វិធីទី4ហៅថាស្រទាប់ stratify អញ្ចឹងយើងមានវិធីសាមញ្ញនេះគឺយើងមាន simple random sampling ប្រព័ន្ធនេះគឺ systematic random sampling កម្រងនេះគឺយើងហៅថា cluster random sampling ហើយនិងវិធីស្រទាប់នេះគឺ stratify random samplingអញ្ចឹងយើងមកមើលថាតើវិធីសាមញ្ញគេរើសសម្រាប់ហើយគេប្រើពីណាវិធីសាមញ្ញនេះគឺមានន័យថានៅពេលដែលក្រុមគោលដៅគ្រូរើសដើម្បីចូលរួមវាមិនមានចំនួនច្រើនហួសហេតុពេកឧទាហរណ៍ថាមានត្រឹមតែ20 30 40 50 60នាក់អញ្ចឹងពេលហ្នឹងលោកគ្រូថានេះលោកគ្រូមានទិន្នន័យក្នុងដៃហើយក្រុមគោលដៅលោកគ្រូនឹងសំណាក់នឹងមានប្រហែលជា20 30 40នាក់អញ្ចឹងពេលហ្នឹងលោកគ្រូនឹងប្រើវិធីសាមញ្ញហ្នឹងវិធីសាមញ្ញមានន័យថាឧទាហរណ៍ដូចលោកគ្រូចាប់ឆ្នោតលោកគ្រូបង់លេខអញ្ចឹងទៅអមថាលោកគ្រូត្រូវការសិស្ស30នាក់នៅក្នុងចំណោមសិស្ស100នាក់ទៅឧទាហរណ៍អញ្ចឹងពេលហ្នឹងលោកគ្រូបង់លេខពី1ដល់100ហើយអាលេខនេះតាមឈ្មោះណាហើយពេលហ្នឹងគ្រូកលុកកំប៉ុងហើយរើសមកអញ្ចឹងពេលហ្នឹងរើសបាន30អញ្ចឹងមានថា100នាក់ក៏មានឱកាសស្មើគ្នាព្រោះគាត់បានដាក់ឈ្មោះនៅក្នុងកំប៉ុងដែរអញ្ចឹងដល់ពេលលោកគ្រូចាប់យក30នាក់អញ្ចឹងបាន30នាក់ហ្នឹងមានថា30តំណាងឲ្យ100នាក់អញ្ចឹងនៅពេលដែលលោកគ្រូប្រើវិធីបែបហ្នឹងគេហៅថាជាវិធីរើសសំណាកចៃដន្យបែបសាមញ្ញអញ្ចឹងវិធីរើសសំណាកចៃដន្យបែបសាមញ្ញកន្លែងហ្នឹងលោកគ្រូទៅដឹងហើយណាដូចខ្ញុំបានបញ្ជាក់ជូនខាងដើមថាក្រុមគោលដៅហ្នឹងគឺលោកគ្រូស្គាល់ហើយក្រុមគោលដៅត្រូវមានលក្ខណៈផាកផែកគ្នាហើយស្មើគ្នាបាទបើអត់ចឹងទេនៅពេលដែលគ្រូរើសឧទាហរណ៍ស្រាប់តែនៅក្នុងថ្នាក់រៀនលោកគ្រូមានអ្នកខ្លះមកកំពង់ចាមកំពង់សោមឧទាហរណ៍អញ្ចឹងទៅស្រាប់តែពេលលោកគ្រូចាប់អាហ្នឹងលោកគ្រូអត់បានគិតលើរឿងហ្នឹងស្រាប់ចាប់ទៅប៉ះតនៈកំពង់សោមអាហ្នឹងធ្វើមានភាពលំអៀងអញ្ចឹងមុននឹងលោកគ្រូប្រើវិធីសាមញ្ញនេះលោកគ្រូក៏ត្រូវគិតឡើងថាតើក្រុមគោលដៅលោកគ្រូនេះប្រុសឬស្រីមានប្រមាណអ្នកមកពីខេត្តតកៅខេត្តកំពង់សោមមានប្រមាណអ្នកអញ្ចឹងបើសិនជាលោកគ្រូគិតឲ្យថាគាត់មកពីក្រុមផាកផែគ្នាទេមានលក្ខណៈដូចគ្នាទេអញ្ចឹងពេលហ្នឹងគ្រូប្រើវិធីសាមញ្ញបានតែបើសិនជាលោកគ្រូមើលទៅគាត់ថាគាត់មកនេះនៅក្នុងថ្នាក់រៀនអ្នកកូនសិស្សហ្នឹងមកពីខេត្តផ្សេងគ្នាអត់មានចំនួនដូចគ្នាអញ្ចឹងពេលហ្នឹងវិធីសាមញ្ញប្រើបានទេអញ្ចឹងវិធីសាមញ្ញហ្នឹងលោកគ្រូកំពេចផងណាលុះត្រាតែចំនួនក្រុមគោលដៅលោកគ្រូហ្នឹងគឺមានលក្ខណៈផាកផែគ្នាឧទាហរណ៍ថាបើគាត់មកពីកំពង់សោមដូចគ្នាមកពីតកៅដូចគ្នាតើឧទាហរណ៍ណាអញ្ចឹងពេលហ្នឹងគ្រូប្រើវិធីហ្នឹងបានតែបើសិនមកពីកំពង់សោមតកៅកពតផងវិធីហ្នឹងប្រើមិនទេលោកគ្រូត្រូវប្រើវិធីមួយផ្សេងទៀតអញ្ចឹងមួយទៀតគេថានៅក្នុងការរើសសំណាកចៃដន្យហ្នឹងគឺលោកគ្រូអាចប្រើវិធីប្រព័ន្ធមានថា systematic random sampling អញ្ចឹងសួរថាពេលណាប្រើវិធីប្រព័ន្ធនៅពេលដែលលោកគ្រូមានទិន្នន័យនៅក្នុងដៃមានទិន្នន័យសំដៅទៅលើគឺមានបញ្ជីឈ្មោះហើយមានបញ្ជីឈ្មោះនោះមានតាមលេខរៀងទៀតអត់ទាន់លោកគ្រូណាបញ្ជីឈ្មោះហើយបញ្ជីឈ្មោះតាមរៀងហើយបញ្ជីឈ្មោះតាមរៀងហើយ
ក្រុមគូដៅលោកគ្រូនឹងអត់ខុសគ្នាទេមានថាក្រុមគូដៅលោកគ្រូនឹងមានលក្ខណៈផាកផាយគ្នាបើសិនមានលក្ខខុសគ្នាពេលនេះលោកគ្រូប្រើវិធីផ្សេងទៀតអមថាឥឡូវលោកគ្រូដាក់តកែវម្ដុំដាក់កពតម្ដុំដាក់កំពង់សោម្ដុំទៅហើយលោកគ្រូមានបញ្ជីឈ្មោះតាមលេខរៀងហើយលោកគ្រូរើសតាមប្រព័ន្ធហ្នឹងមកឧទាហរណ៍ណាតែបើសិនជាអមថាសិស្សលោកគ្រូ100នាក់មកពីតកែវទាំង100នាក់អញ្ចឹងពេលហ្នឹងលោកគ្រូប្រើជាប្រព័ន្ធហ្នឹងចូលតែម្ដងអមថាលោកគ្រូយកអា100នាក់ហ្នឹងចែកនឹងចំនួនសំណាក់ទៅដើម្បីរកចំណុចចាប់ដើមលោកគ្រូទៅរើណាអមថាឥឡូវ100នាក់ចែកនឹងសំណាក់យើងត្រូវការ40នាក់អញ្ចឹង100នាក់ចែក40នាក់ឃើញបានឃើញមួយអញ្ចឹងមានថាមួយយកមួយអញ្ចឹងឧទាហរណ៍ឬក៏500នាក់លោកគ្រូយក200នាក់អញ្ចឹង500ចែក2ឃើញបានឃើញកម្រិតវា2អញ្ចឹងមានថាលោកគ្រូ2យកមួយទៅអញ្ចឹងមុនលោកគ្រូប្រើវិធីនេះបានលោកគ្រូត្រូវមើលសិនថាតើតន័យរបស់លោកគ្រូហ្នឹងក្រុមគូដៅលោកគ្រូមានលក្ខណៈផាកផាយគ្នាអត់ប្រហាក់ផាយគ្នាត្រង់ថាតើគាត់មកពីខេត្តតែមួយអត់គាត់មកពីតំបន់តែមួយអត់អាហ្នឹងគឺគ្រូប្រើអាហ្នឹងយកតែម្ដងក្នុងករណីលោកគ្រូមានបញ្ជីហើយបញ្ជីតាមលេខរៀងទៀតតែបើសិនជាឧទាហរណ៍គាត់អត់មកពីខេត្តតែមួយទេគាត់មានខេត្តរស់នៅនឹងខុសគ្នាគាត់មានប្រាក់ចំណូលនឹងខុសគ្នាអញ្ចឹងពេលហ្នឹងលោកគ្រូអត់ទាន់ធ្វើរឿងនឹងបានព្រាមទេបិទអីលោកគ្រូមានបញ្ជីក៏ដោយអញ្ចឹងលោកគ្រូទៅចែកទៅតាមចំណូលចែកតាមខេត្តគាត់សិនហើយលោកគ្រូមើលបញ្ជីតាមខេត្តហើយពេលហ្នឹងលោកគ្រូរើសតាមខេត្តហ្នឹងមកតំណាងវិញគ្រូណាកុំភ្លេចណាគ្រូអញ្ចឹងអត់មានថាលោកគ្រូបានឃើញ1000ឲ្យតែមានបញ្ជីរើសយកអាបានទេប្រព័ន្ធគ្រូរើសយកមកអត់បានគិតហ្នឹងពេលហ្នឹងវាមានបាយកាត់ចេញមកមានថាក្រុមដែលគ្រូរើសមកអត់តំណាងទេព្រោះហេតុអីពីព្រោះជួនកាលលោកគ្រូបានរើសតែតកែវសុតកពតអត់បានទេអញ្ចឹងគេធ្វើបែងចែកតាមក្រុមបញ្ជីតាមក្រុមហើយទើបលោកគ្រូចាប់បញ្ជីយកចំនួនជាស្ថិតិសរុបហ្នឹងចែកជាមួយនឹងសំណាក់ទៅឃើញតែកម្រិតនឹងពេលហ្នឹងលោកគ្រូយកអាហ្នឹងចេញមកអញ្ចឹងពេលហ្នឹងលោកគ្រូប្រើវិធីរើសជាប្រព័ន្ធមួយទៀតគេហៅថាវិធីរើសស្រទាប់វិធីរើសស្រទាប់នេះគឺគេសំដៅការរើសចេញពីស្រទាប់តូចពាក្យថាស្រទាប់តូចឧទាហរណ៍លោកគ្រូបែងចែកអាយុផ្សេងទៅលោកគ្រូបែងចែកភាពខុសគ្នាតាមភេទទៅលោកគ្រូបែងចែកភាពខុសគ្នាប្រាក់ចំណូលទៅលោកគ្រូបែងចែកភាពខុសគ្នាកម្រិតសិក្សាអញ្ចឹងអាស្រទាប់នេះលើនេះលោកគ្រូណាស្រទាប់នេះគេសំដៅទៅលើអាធាតុតូចដែលលោកគ្រូសម្គាល់ខុសគ្នានឹងវាអាចភេទអាចអាយុអាចកម្រិតសិក្សាឧទាហរណ៍អញ្ចឹងលោកគ្រូណាបាទអញ្ចឹងឬអាចចំណូលអញ្ចឹងទាំងអស់ហ្នឹងមុនលោកគ្រូរើសលោកគ្រូបែងចែកសិនអមថាអ្នកមានប្រាក់ខែ200ម្ដុំអ្នកមានប្រាក់ខែ300ម្ដុំឬក៏ភេទប្រុសម្ដុំភេទស្រីម្ដុំឬក៏អ្នកចប់បញ្ញាបត្រម្ដុំអនុបណ្ឌិតម្ដុំបណ្ឌិតម្ដុំឧទាហរណ៍ណាទៅតាមគោលដៅទិន្នន័យដែលលោកគ្រូចង់បានពេលលោកគ្រូបែងចែកចឹងហើយនេះទើបលោកគ្រូយកអីគេយកអាចំនួនសំណាក់អាចំនួនវិជាស្ថិតិសរុបចែកជាមួយនឹងសំណាក់គ្រូចង់បានទៅពេលឃើញកម្រិតហើយទើបគ្រូរើសកម្រិតចេញម្ដងអញ្ចឹងនៅពេលគ្រូរើសកម្រិតចេញម្ដងលោកគ្រូអាចរើសតាមបែបសាមញ្ញក៏បានរើសតាមប្រព័ន្ធក៏បានក្នុងករណីលោកគ្រូមានបញ្ជីឈ្មោះអីក្នុងដៃទៅលោកគ្រូរើសតាមប្រព័ន្ធទៅក្នុងករណីអត់មានទេលោកគ្រូរើសតាមបែបសាមញ្ញទៅប៉ុន្តែមួយទៀតលោកគ្រូត្រូវពិចារណាណាវិធីស្រទាប់វិច័យចេញពីមានថាមួយសមាមាត្រមិនសមាមាត្រមានថាចំនួននឹងស្មើគ្នាឧទាហរណ៍លោកគ្រូថាឥឡូវនៅក្នុងសិស្សស្លាយរៀនហ្នឹងមានសិស្សប្រុស70នាក់សិស្សស្រី80នាក់អញ្ចឹងលោកគ្រូចង់យកសំណាក់ហ្នឹង20នាក់ឧទាហរណ៍អញ្ចឹងមានថាលោកគ្រូលើកសិស្សស្រី10ប្រើប្រុស10អញ្ចឹងអាពេលហ្នឹងគេថាអាហ្នឹងគឺបែបគេសមាមាត្រអញ្ចឹងមានថាស្រីប្រុសឬស្មើគ្នាតែក្នុងករណីឧទាហរណ៍លោកគ្រូយកស្រី15ប្រុស25ឧទាហរណ៍អត់ស្មើគ្នាអត់ស្មើគ្នាអញ្ចឹងគេហៅថាហ្នឹងបែបជាអត់ស្មើគ្នាគឺតកតងជាមួយនឹង disproportionate មានថាសមាសធាតុហ្នឹងគឺអត់ស្មើគ្នាអញ្ចឹងវាលេខរូបរាងពីរហ្នឹងប៉ុន្តែដូចខ្ញុំបញ្ជាក់ពីខាងដើមទោះបីលេខរូបរាង proportionate ឬ disproportionate ស្មើគ្នាឬក៏មិនស្មើគ្នាក៏ដោយសំខាន់បំផុតគឺលោកគ្រូត្រូវពិចារណាទៅតាមធាតុ stratify ឬ strata មានថាធាតុរបស់គាត់អាយុភេទកម្រិតសិក្សាប្រាក់ចំណូលអញ្ចឹងទៅអញ្ចឹងនៅលីវឬក៏រៀបការទៅអញ្ចឹងលោកគ្រូបែងចែកហ្នឹងសិនក្នុងករណីដែលតំណែងលោកគ្រូចង់បានបែបហ្នឹងតែបើសិនជាអត់ពិចារណាបែបហ្នឹងទេលោកគ្រូណាលោកគ្រូទៅរើសយកហ្មងណាពេលហ្នឹងខុសហេតុអីដូចខ្ញុំថាអញ្ចឹងជួនកាលឬបានតែស្រីសុទ្ធជួនកាលឬបានប្រុសសុទ្ធជួនកាលឬបានអ្នកនៅលីវសុទ្ធជួនកាលឬបានអ្នករៀបការសុទ្ធអញ្ចឹងគេថាក្រុមគោលដៅរបស់គ្រូហ្នឹងមិនមែនជាឈាមតំណាងទេមិនមែនជាសំណាក់តំណាងឲ្យទាំងអស់ទេពីព្រោះពេលយើងរើសមកគឺយើងរើសមានបាយអស់រួចទៅហើយអញ្ចឹងគ្រូចារណាផងគ្រូណាបាទវិធីមួយទៀតហៅថាវិធីកម្រងនេះមានថាក៏ដូចគ្នាលោកគ្រូណាមិនសូវខុសពីវិធីស្រទាប់ទេប៉ុន្តែគ្រាន់កម្រងគេបែងតែចែកជាតំបន់ធំអមថាលោកគ្រូបែងចែកជានេះអ្នកមកពីខេត្តតាកែវអានឹងចែកធំមកលោកគ្រូណាឬក៏អ្នកមកពីទិសខាងកើតទិសខាងជើងទិសខាងត្បូងឬក៏មកពីបន្ទាត់មន្ទីរពេទ្យកបន្ទារពេទ្យខមន្ទីរពេទ្យកឬក៏អ្នកមកពីសង្កាត់កសង្កាត់ខអញ្ចឹងដល់ពេលគេនិយាយ cluster នេះគេនិយាយពីតំបន់ធំកាលណានិយាយ stratify គេនិយាយផ្នែកតូចអញ្ចឹងអា cluster នេះអាចថាមកពីមន្ទីរពេទ្យកមកពីសាលារៀនកសាលារៀនកអញ្ចឹងទៅអញ្ចឹងពេលហ្នឹងលោកគ្រូបែងចែក cluster ណាឧទាហរណ៍បាទឧទាហរណ៍អមថានៅក្នុងស្រុក5កក់
ស្លាបធម្មសាមួយនៅទុកតាមកក់ស្លាបធម្មសាអញ្ចឹងស្លាបធម្មសាខ្ញុំចែកថាឥឡូវឧទាហរណ៍ទិសខាងកើតមានស្លាបធម្មសាចំនួន20ទិសខាងបូងមាន15ទិសខាងលិចមាន10ទិសខាងជើងមាន15ឧទាហរណ៍អញ្ចឹងពេលខ្ញុំបែងចែកចឹងហើយតែពេលហ្នឹងគឺខ្ញុំរើសមកថាទិសខាងជើងយក2ទិសខាងកើតយក3ទិសខាងបូងយក2ទិសខាងលិចយក2អញ្ចឹងពេលហ្នឹងរើសណាលោកគ្រូអញ្ចឹងមានថាលោកគ្រូបែងចែកជា cluster ហើយទើបលោកគ្រូរើសមកអញ្ចឹងមានថាសាលាគ្រូមកពេលហ្នឹងវាតំណាងឲ្យស្រុកទាំងកក់ទាំងមូលហើយតែបើលោកគ្រូអត់រើសទៀតឧទាហរណ៍លោកគ្រូថាស្រុកទាំងកក់មានស្លាបធម្មសាចំនួន30លោកគ្រូថាយក3ស្រាប់ទៅរើសទៅនៅឧទាហរណ៍ណាស្រាប់ទៅរើសទៅស្រាប់នៅស្រុកសំរោងទាំងអស់ឬក៏រើសទៅនៅស្រុក5ឬស្រុកនៅឃុំឯណាឃុំកងអស់ឬទៅនៅឃុំកងអស់ទីហោគ្រូណាអញ្ចឹងពេលហ្នឹងគេថាអាសំណាក់ហ្នឹងវាតំណាងទេហេតុអីពីព្រោះលោកគ្រូអត់បានបែងចែកទៅតាមតំបន់ហ្នឹងសិនហើយលោកគ្រូរើចេញពីតំបន់ទើបតំណាងកន្លែងហ្នឹងឯងលោកគ្រូណាគេចង់ប្រាប់បែរណាហ្នឹងឯង cluster នោះអញ្ចឹងលោកគ្រូបែងចែកតំបន់លោកគ្រូរើមកទើបអាសំណាក់ហ្នឹងវាតំណាងតំបន់ទាំងមូលតែបើលោកគ្រូអត់បានគិតហ្នឹងទេណាលោកគ្រាន់តែលើថាស្រុកតាមកក់មានសាលា35ទៅដល់ទៅរើស35យក5ស្រាប់យក5លោកគ្រូរើតែមកឃុំលីបូមកទីហោឬមកឃុំអង្គរសមកចាប់បាត់ហើយអញ្ចឹងមានថាសំណាក់ហ្នឹងមិនមែនជាសំណាក់ទេមិនមែនជាតំណាងទេអញ្ចឹងគឺលោកគ្រូត្រូវពិចារណាឡើយហ្នឹងអញ្ចឹងជារួមវិញលោកគ្រូណាជារួមវិញវិធីឬសំណាក់ចៃដន្យនេះគឺប្រើក្នុងគោលវិធីបរិមាណវិស័យហេតុអីពីព្រោះសំណាក់នឹងមានចំនួនច្រើនហើយម្នាក់សុទ្ធតែមានឱកាសចូលរួមដោយសារសំណាក់មានចំនួនច្រើនហ្នឹងលោកគ្រូអត់អាចកំណត់ទៅយកបានទេអញ្ចឹងមានថាលោកគ្រូនឹងរើសបែបគេចៃដន្យមានថាធ្វើម៉េចឲ្យម្នាក់មានឱកាសចូលរួមអញ្ចឹងមានថាពេលហ្នឹងលោកគ្រូរើសយកយ៉ាងម៉េចក៏បានដែរប៉ុន្តែលោកគ្រូត្រូវគិតវិធី4ហ្នឹងមិនមែនរើសយ៉ាងម៉េចក៏បានឲ្យតែរើសយកលោកគ្រូណាវិធីទាំង4តើចូលវិធីសាមញ្ញចូលវិធីប្រព័ន្ធចូលវិធីស្រទាប់ឬក៏ចូលវិធីកម្រងលោកមើលហើយណាពីព្រោះបើលោកគ្រូអត់ធ្វើអញ្ចឹងទេពេលសំណាក់លោកគ្រូរើសមកមានថានឹងអាចរើសមកបានតែមនុស្សមួយក្រុមអាចរើសមកបានតែចំនួនណាមួយនៅក្នុងក្រុមណាមួយវាអត់មិនមែនជាមនុស្សតំណាងឲ្យតែមូលអញ្ចឹងអានេះគឺជាចំណុចកន្លឹះឬចំណុចសំខាន់របស់វិធីរើសសំណាក់ចៃដន្យអញ្ចឹងលោកគ្រូសម្បូរថាវីដេអូដែលខ្លីនេះជាប្រយោជន៍ដល់លោកគ្រូទាំងអស់គ្នាលោកគ្រូសម្បូរសូមអរគុណសូមជម្រាបលា